ជំរាបសួរអ្នកនាងបាទសុភ័ក្រប៉ុនថ្ងៃនឹងដែរខ្ញុំមកធ្វើការបង្ហាញពី Py Command អឺ Redirection ដំបូងឡើយខ្ញុំធ្វើការសូ IPA ដើម្បីបង្ហាញពី IP ហើយខ្ញុំធ្វើការ connect ទៅកាន់ PowerShell អូខេខ្ញុំធ្វើការបើក PowerShell ហើយធ្វើការ connect វាចូល SA ភ័ក្រ bot add 127.0.0.1 P grade 2 អូខេខ្ញុំធ្វើការបញ្ចូល password បន្តធ្វើការ clear វាសិនហើយ comment ដំបូងគេគឺ comment ls / etc សញ្ញាធំជាង su 30 tt ដល់មកទៀតធ្វើការ cat file su 30.tt អូខេនេះជា value របស់វាខ្ញុំធ្វើ comment ls / etc su 30 tt ហើយធ្វើការ cat file វាមើល su 30 tt នេះយើងធ្វើការចូលមកកាន់ file ចំនួន2ដងឯងអញ្ចឹងសម្រាប់វីដេអូថ្ងៃហ្នឹងគឺមានប៉ុណ្្នឹងចឹងសូមអរគុណ